Susday nên tao kia ngày nay dương cứ dương belong if topic nó cứ tranh result mà hỏi cái tranh lên phò mà hỏi chẳng bà sinh nha tao kia mình chọn từ sala từ mơ lên từ phò chọc lẹ thế này tao kia riêng vừa riêng chạy về để clue này chẳng nhung vừa bị tao ní anh này tao kia mơ hỏi riêng chạy để clue này nâng khơi là phò đôi ta sala chẳngผู้สลากิโยลดพอปีเว็บไซต์หนึ่งถ่ายเองบ่าទី1គឺអ្នកទាំងអស់គ្នាចូលទៅកាន់អ៊ីនធឺណិតហើយវាយពាក្យថា www.eps នេះ .eps.co.kr តមកយើងចុចបញ្ជូនមកត្រង់កន្លែងនេះអ្នកទាំងអស់គ្នាចូលសូមចូលយកទូជាតិរបស់យើងសិនអូខេវាលោតទៅមួយទៀតហើយរកពាក្យនេះរកពាក្យហ្នឹងហើយសូមចុចលើវាមកចុចលើវាហើយ scroll មកក្រោមនេះគេដាក់ជាភាសាកូរ៉េផងជាភាសាអង់គ្លេសផងភាសាអង់គ្លេសគេដាក់ថា Teresa អញ្ចឹងយើងចុចលើវាដែរមកវាលោតទៅមួយទៀតហើយកន្លែងនេះគឺគេឲ្យយើងរើសភាសា2ភាសា1គឺភាសាកូរ៉េនេះភាសាកូរ៉េមួយទៀតគឺភាសាអង់គ្លេសអញ្ចឹងបើកូរ៉េមិនសូវស្ទាត់អីទេសូមយកភាសាអង់គ្លេសមកនេះសូមចុចកន្លែងនេះសូមចុចលើពាក្យនេះមកបន្ទាប់មកទៀតនៅ toolbar ខាងលើនេះគឺយកពាក្យតែរីសាហើយយើងដាក់យើងចុចទៅលើនឹងហើយយកពាក្យនេះការមើលលទ្ធផលប្រឡងហ្នឹងគឺគេមាន2ទី1គឺ partial list នេះមានន័យថាបញ្ជីអ្នកជាប់អញ្ចឹងមានតែអ្នកជាប់ទេបាន search ឃើញហើយទី2នេះគឺអ្នកជាប់ក៏ search ឃើញអ្នកធ្លាក់ក៏ search ឃើញដែរគឺអាច search មើលបន្ទុកបានប៉ុន្តែសម្រាប់ខាងលើគឺមើលបានតែអ្នកជាប់ប៉ុណ្ណោះបើអ្នកធ្លាក់គេដាក់ថា ID អត់មានតែមកអញ្ចឹងខ្ញុំចុចឲ្យលើមួយសិនឲ្យអ្នកទាំងមើលគ្នាមើលហើយនៅពេលដែលយើងចុចហើយវាចេញផ្ទាំងមួយនេះមកផ្ទាំងមួយហ្នឹងយើងគេដាក់ឆ្នាំឲ្យយើងរើសមានន័យថា EPS ហ្នឹងគេប្រឡងពីឆ្នាំ2007មកអញ្ចឹងយើងនៅឆ្នាំ2006យើងចុច2006ហើយកន្លែងនេះសូមចុចជ្រើសរើសប្រទេសរបស់យើងកម្ពុជានៅកម្ពុជាហើយវានឹងលោតមកហើយយើងចុចប្រភេទនៃការប្រឡងហ្នឹងគឺយើងដាក់ general ធម្មតានេះគឺយើងចរកតានេះមកអូខេដោយសារតែវីដេអូហ្នឹងខ្ញុំធ្វើនៅថ្ងៃ12នេះវាអត់ទាន់ចេញទេអារីសាលដែលគេដាក់ហ្នឹងគេអត់ទាន់ចេញទេពីព្រោះខ្ញុំធ្វើគ្រាន់តែជាឧទាហរណ៍សម្រាប់ឲ្យអ្នកទាំងអស់គ្នាមើលប៉ុណ្ណោះប៉ុន្តែចង់ដឹងច្បាស់យើងចូលទៅឆ្នាំ2015នេះ2015នេះគឺមានអ្នកជាប់ហើយអញ្ចឹងចូល2015ទៅអូខេចូលទៅ2015ហើយវាលោតអានេះវាលោតអានេះយើងចុចលើអា
សញ្ញាដែលគេគូបន្ទាប់ពីក្រោមហ្នឹងយើងចុចលើហ្នឹងមកហើយវាលុបទាំងមួយទៀតតែនេះគឺជាឈ្មោះអ្នកជាប់ហើយសូមវាឈ្មោះអ្នកជាប់ហើយអញ្ចឹងបើបងចង់ដឹងយើង search ID អ្នកធ្លាក់មួយនិងអ្នកជាប់មួយអញ្ចឹង ID អ្នកជាប់ខ្ញុំសូមផាសយក ID របស់ ID លេខ1ចុះហើយយើងចុចពាក្យថា search នេះគឺគេដាក់មានឈ្មោះបើសិនជាយើងជាប់គឺគេដាក់មានឈ្មោះ page ហើយនេះហើយនឹងប្រភេទការងារទៀតគឺមានឧស្សាហកម្មប៉ុន្តែបើសិនជា ID អ្នកធ្លាក់វិញគឺសូមដាក់ ID អ្នកធ្លាក់មួយហើយចុច search មកគឺគេដាក់ថាចេះគឺគេអត់មានចេញអីឲ្យទាំងអស់គឺគេដាក់ថា reset node no អត់មានអីទាំងអស់គឺគេអត់មានអីទាំងអស់អញ្ចឹងមានន័យថាឈ្មោះម្នាក់ហ្នឹងគឺធ្លាក់អត់ជាប់ទេស្គីនអ្នកទាំងអស់គ្នាយល់អូខេហើយយើងចូលទៅមើលមួយទៀតចូលទៅមើលមួយទៀតដែលយើងចូលទៅកាន់ toolbar ខាងលើនេះហើយជ្រើសរើស C exam result មានន័យថាយើងអាចមើលទាំងធ្លាក់ផងទាំងជាប់ផងអូខេហើយនឹងបន្ទុកហើយយើងចុចលើវាមកអូខេនេះចុចលើវាមកហើយយើងបើសិនជាអ្នកគាត់ដាក់ passport សូមយក passport បើគាត់ប្រើ ID សូមយក ID ID មកហើយកន្លែង ID នេះសូមវាយ ID ហើយនឹងឆ្នាំកំណើតយើងឧទាហរណ៍ថាឆ្នាំកំណើត1993ខែ12ថ្ងៃទី20ថ្ងៃទី20ឧទាហរណ៍ថា ID ប៉ុណ្ណេះឧទាហរណ៍ថា ID ប៉ុណ្ណឹងចុះបន្តមកទៀតអ្នកទាំងអស់គ្នានេះចុចទៅលើពាក្យថាគេដាក់មើលម៉ៅខ្ញុំដាក់នេះគឺដាក់ពាក្យ confirm នេះអ្នកទាំងអស់គ្នាចុចទៅគេនឹងបង្ហាញ result ឲ្យយើងបើសិនយើងធ្លាក់គេបង្ហាញ result ថាយើងបានបន្ទុកប្រមាណធ្លាក់ហើយបើសិនជាជាប់គេដាក់អក្សរ Q នៅពីមុខគេដាក់ថា pass បើសិនជាធ្លាក់គេដាក់អក្សរក្រហមនៅពីមុខដែរគេដាក់ថា fail អញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងប៉ុន្តែអាកន្លែងចំណុចត្រង់នេះព្រោះខ្ញុំអត់មានឈ្មោះអ្នកដែលប្រឡងចាស់ដែលគាត់មានដែលខ្ញុំអត់ស្គាល់អញ្ចឹងខ្ញុំអត់អាចឧទាហរណ៍ផ្ទាល់បានទេខ្ញុំគ្រាន់តែប្រាប់ថាកន្លែងនេះត្រូវដាក់អីហើយកន្លែងនេះត្រូវដាក់អីកន្លែងនេះត្រូវដាក់អីកន្លែងនេះត្រូវដាក់អីតែប៉ុណ្ណឹងID card នេះគឺសូមអញ្ចឹងមានតែប៉ុណ្្នឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយកទៅធ្វើដោយខ្លួនឯងដើម្បីមើលឈ្មោះដោយខ្លួនឯងបាទសូមអរគុណហើយអ្នកជាប់អ្នកដែលប្រឡងជាប់ហើយបើសិនអត់ចេះបង្កើត account ID របស់ EPS ហ្នឹងឬក៏ email សម្រាប់ដាក់ទៅលើ account EPS ហ្នឹងគឺអាច comment មកខ្ញុំអាចជួយបង្កើតបានទាំង email និង account EPS ហ្នឹងប៉ុន្តែ email វារៀងពិបាកបន្តិចប៉ុន្តែយើងកុំចោលឲ្យយូរទីមួយគឺយើងមើលឈ្មោះថាយើងជាប់ឬធ្លាក់សិន
អូខេបាទសូមអរគុណមានប៉ុណ្ណឹង